ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះយឿនធីរិនថ្ងៃនេះដែរខ្ញុំនឹងធ្វើការអនុវត្តទៅលើ lab ទី3ដែលយើងប្រើប្រាស់ command line ដដែលដោយខ្ញុំធ្វើការ remote ពី VMware ខ្ញុំមកម៉ាស៊ីន VMware មកម៉ាស៊ីនពិតរបស់ខ្ញុំនៅក្នុង PowerShell ដោយទី1យើង use case ដើម្បី show content នៃ file etc sh និង sa config ហ្នឹងជា line number អញ្ចឹងខ្ញុំប្រើប្រាស់ command cat ដើម្បី show ទិន្នន័យហ្នឹងនៃ file content នៃ file ហ្នឹងបន្ទាប់មកខ្ញុំដក n ដើម្បីជា line number /etc នៃ file etc ហ្នឹង /ssh/sshd clear config អូ sorry ចឹងទិន្នន័យដែលយើងបានសូវវានឹងបង្ហាញមកទាំងអស់ហើយចឹងខ្ញុំប្រើប្រាស់ command ទី1ប្រើ cat n ហ្នឹងចឹងចូលទៅដល់ចំណុចទី2យើង use line command to show information នៃ memory ទាំងអស់ហ្នឹងចឹងខ្ញុំប្រើប្រាស់ command cat ដដែលដើម្បី show ហើយខ្ញុំ slash វាមក process វានឹង slash info ចឹងវានឹង show ទិន្នន័យទាំងអស់ហ្នឹង information នៃ memory ទាំងអស់ហ្នឹងដែលគេប្រើបានចឹងចូលដល់ចំណុចទី3យើងប្រើប្រាស់ line command ហ្នឹងដើម្បី print នៃ process ទាំងអស់ associated with user អញ្ចឹងខ្ញុំប្រើប្រាស់ command ps ដើម្បី print .u $user ចឹងវានឹង show print នៃ process user ទាំងអស់ហ្នឹងមកចឹងចូលទៅដល់ចំណុចទី4យើងប្រើប្រាស់យើង use find command to file ទាំងអស់ all file ដែលមានទំហំពី5មេឡើងទៅចឹងខ្ញុំប្រើប្រាស់ command ខ្ញុំប្រើ find ដើម្បីស្វែងរកfile ទាំងអស់ហ្នឹងដែលមានទំហំពី5មេឡើងទៅខ្ញុំប្រើ find /tab f ដែលដាក់ size វាពី5មេឡើងទៅបូក5មេឡើងទៅចឹងចឹងវានឹង show ទិន្នន័យទាំងអស់ដែលមានចឹងវានឹង show file ទាំងអស់ហ្នឹងដែលមានទិន្នន័យពី5មេឡើងទៅវានឹង show មកទាំងអស់ច្រើនគួរសមដែរចឹងយើងចូលទៅដល់ចំណុចទី5ដែលយើង use grep command ហ្នឹងដើម្បីបង្ហាញពាក្យ error ដែលមាននៅក្នុង file var និង log អញ្ចឹងខ្ញុំប្រើប្រាស់ command grep ហ្នឹងតែម្ដងមកgrep or ដើម្បី show ពាក្យ error ដែលមាននៅក្នុងនៃ file var និង log ចឹងវានឹង show file ទាំងអស់
នៃ varlock ហ្នឹងដែលមានពាក្យ error វានឹងសូបង្ហាញយើងមកទាំងអស់មកនេះ file varlock ហ្នឹងវានឹងបង្ហាញទាំងអស់ដែលមានពាក្យ error នៅក្នុងហ្នឹងចឹងចូលទៅដល់ចំណុចទី6ចំណុចចុងក្រោយយើងប្រើប្រាស់ awk ដើម្បី print only username ពី file etc និង password passwd ចឹងខ្ញុំប្រើប្រាស់ awk មក .f ពីមកយើងនឹង print ធ្វើការ print វាយកតែ only user name ឯងចឹងយើងដាក់សញ្ញា$1មកទៅកាន់ file etc និង passwd ចឹងវានឹងបង្ហាញដែល file username ដែលមាននៅក្នុង etc និង password ចឹង lab ទី3នេះមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូសម្រាប់ការមើល